រៀបការទូទេវធីតាឆ្នាំ2022កាន់តែជោគជ័យលើអាជីពលើបានធ្វើការនៅក្រុមហ៊ុនអាកាសចរធំជាងគេលើពិភពលោកទៀតហេងរិនសូម៉ាលីតាត្រូវបានមហាជនស្គាល់ថាជាម្ចាស់ជ័យលាភីធីតាឯកសង្គ្រាមរដូវកាលទី3ឆ្នាំ2022និងបានតំណាងជាតួអង្គទេវតាឆ្នាំថ្មីបុត្រីទី5នៃកបិលមហាព្រហ្មគឺព្រះនាងករណីទេវីចាប់តាំងពីម៉ាលីតាបានក្លាយជាធីតាឯកសង្គ្រាមមកគេសង្កេតឃើញថាកញ្ញាក៏ដោបានការងារក្នុងសិល្បៈជាច្រើនទាំងការដើរបង្ហាញម៉ូដច្រៀងថតប្រមូលផលិតផលនិងសម្ដែងភាពយន្តខ្មែរជាដើមក្រៅពីអាជីពសិល្បៈនាងក៏បានបម្រើការងារជានារីអាកាសចរដ៏មានប្រជាប្រិយភាពមួយរូបក្រោយប្រឡូកការងារសិល្បៈពេញទីទើបបានមួយរយៈប៉ុន្មានឆ្នាំក្រោយនេះធីតាឯកសង្គ្រាមម៉ាលីតាក៏បានត្រឡប់ទៅកាន់អាជីពដើមរបស់ខ្លួនវិញជានារីអាកាសចរដែលនាងធ្លាប់ធ្វើតាំងតែពីរៀននៅសាកលវិទ្យាល័យឆ្នាំទី1មកម្លេះតាមរយៈការបង្ហោះសកម្មភាពផ្សេងៗនៅលើគណនី Facebook ម៉ាលីតាជានារីអាកាសចរដែលអាចនិយាយបាន3ភាសាចិនអង់គ្លេសនិងភាសាដើមកំណើតរីឯរូបសម្រស់វិញបច្ចុប្បន្នហាក់មើលទៅកាន់តែស្រស់ស្អាតប្លែកជាងមុនយ៉ាងណាមិញក្រោយស្ងប់ស្ងាត់ពីវិស័យសិល្បៈនិងវិលត្រឡប់ទៅធ្វើការងារអាជីពចាស់វិញប៉ុន្មានខែកន្លងទៅហេងរិនសូម៉ាលីតាបានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើជីវិតឯកជនរបស់នាងឋានៈស្ងាត់ៗក៏បានឃើញធីតាឯករូបនេះដឹកដៃគូស្នេហ៍រូបសង្ហាចូលរួមការតាមប្រពៃណីហើយដែលបានរៀបចំកម្មវិធីតាមប្រពៃណីខ្មែរយ៉ាងអធិកអធមកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025កន្លងទៅដោយឡែកអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើស្រីស្អាតម៉ាលីតាជាពិសេសសរសើរទាក់ទងនឹងសមត្ថភាពរបស់នាងខណៈថ្មីកន្លងទៅនេះបានឃើញនាងបង្ហាញពីការសម្រេចក្តីស្រមៃដ៏ធំមួយដែលទទួលភាពជោគជ័យមួយកម្រិតទៀតលើវិស័យអាកាសចរដោយនាងបានជាប់ជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរលំដាប់អន្តរជាតិធំជាងគេលើពិភពលោកទៀតផងគឺក្រុមហ៊ុន Emirates